bà ngọt thì tăng đấy cứ đọc về bàn khơi chừng mùi nó qua kêu để cái hao tao vitamin nè chứ nè và chú tao mong có thể học nên bạn từ sáng cho đôi chiều học sản của ta mà đo ចាបច្ចុប្បន្នត្រូវនឹងដែរហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមចាចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីផ្ទះបាក់យាយផងដែរហើយក៏សូមក្រុមជើងពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែស្ថិតនៅទីតាំង Icon Plaza ឲ្យបានជ្រាបថាកម្មវិធីផ្ទះបាក់យាយគឺយើងប្រារព្ធធ្វើរយៈពេល3ថ្ងៃផងដែរគឺចាប់ពីថ្ងៃទី14រហូតដល់ថ្ងៃទី16សីហាឆ្នាំ2026ផងដែរហើយគឺចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង9យប់ផងដែរអញ្ចឹងក៏សូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាហើយជួយបង្ហោះបាទដើម្បីបងប្អូនយើងដែលបានមិនបានមកក្នុងថ្ងៃនេះណាបើគាត់បានឃើញតែគេរៀបចំកម្មវិធីផ្ទះម៉ាក់យាយទៀតហើយមកលេងគេដែរសិនបាទហ្នឹងហើយបងខ្លះក៏គាត់អត់បានដឹងណាចាណាបាទចាហ្នឹងហើយថ្ងៃនេះយើងជួយផ្ដល់ព័ត៌មានដែលកម្មវិធីនៅផ្សារទំនើបអ៊ីអនមកមានចៃតែប្ររពអញ្ចឹងយើងជួយចែករំលែកចាដើម្បីពុកម៉ែបងប្អូនក៏ចង់មកលេងក៏អត់ដឹងទៅណាចាអាចមកលេងនៅផ្សារទំនើបអ៊ីអនមកមានចៃបានចាមិនថាតែមានតែផ្ទះម៉ាក់បងចាអរគុណច្រើនតែលើស្ទួយដល់ចាវិស័យវប្បធម៌ចាប្រពៃណីខ្មែរចាជាមរតកខ្មែរផងដែរគ្រប់ទម្រង់តែម្ដងចាផ្សារទំនើបអ៊ីអនមកមានចៃតែទៅលើស្ទួយអញ្ចឹងក៏សូមក្រុមជួយពុកម៉ែបងប្អូនទាំងអស់គ្នាជួយចែករំលែកចាព័ត៌មានចាដែលល្អពីផ្សារទំនើបអ៊ីអនមកមានចៃចាការពិតណាកម្មវិធីផ្ទះម៉ាក់យាយរបស់យើងណាគឺថារៀបចំរហូតដល់3ថ្ងៃឯណោះបាទដល់ថ្ងៃទី14 15ថ្ងៃចុងក្រោយរបស់យើងណាបងប្អូនទាំងអស់គ្នាកុំភ្លេចបាទយកចានមកហូបបបរជុំគ្នាបាទហូបបបរគ្រឿងថ្ងៃទី3នៃកម្មវិធីផ្ទះម៉ាក់យាយណាហ្នឹងហើយហើយចាំបងប្អូនទាំងអស់គ្នាបាទត្រឡប់ទៅផ្ទះវិញបាទកុំភ្លេចប្រាប់ក្រុមការងារថាខ្ញុំបាន sticker 3ហើយបាទដូរយកជាមួយនឹងផ្លែបឺត្រឡប់ទៅផ្ទះវិញបាទហ្នឹងហើយកុំភ្លេចអីសោះបងប្អូនបាទចូលហើយកុំភ្លេចយកជាមួយនឹងផ្លែបឺទៅដល់ផ្ទះវិញបាទជូនទៅដល់អ្នកផ្ទះឲ្យគាត់បានប្រសាដែរចាគឺចែកជូនតែម្ដងចាគឺដាំពទាចាសិរីមង្គលចាពទាល្អចានាំសំណាងនាំលៀបអញ្ចឹងក៏អញ្ជើញចូលមកយកទាំងអស់គ្នាឲ្យផ្លែបឺលៀបជ័យដោយសារតែថ្ងៃមុនគឺការខ្ញុំអញ្ចឹងថ្ងៃនេះគឺខ្ញុំដាក់អស់ដៃចាកម្មវិធីកាត់ចំណងដៃអញ្ចឹងមានបឺចាបឺនេះគឺលៀបជ័យចាព្រោះប្តីខ្ញុំគឺជាម្ចាស់ចំការបឺតែម្ដងនៅខេត្តរតនគិរីតែប្តីចៅជាអ្នកមើលផ្លែបឺនៅទីនោះបាទមានតែគាត់ស្អាតមែនតើបងប្អូនទាំងអស់គ្នាបាទចាបើខ្ញុំកន្លែងមើលទៅឃើញគាត់ស្អាតពិតមែនចារបស់យើងគឺថាឆ្ងាញ់ណាស់ដូចពីថាលន់របស់យើងវាមានសាច់ធំនោះអូអស់ទាស់ត្មងចាឡើងក៏មុបតែម្ដងចាគឺសាច់លន់នោះគឺស្ពុតល្អណាស់ឆ្ងាញ់ពេញមាត់តែម្ដងចាតែនោះប្រទាលរបស់យើងណាបាទឃើញថាដោះមកជាថាផ្នែកល្អមែនទេបាទឃើញថាតម្លៃតែម្ដងប្រទាលហ្វ្រីបងបាទមកយកប្រទាលហ្វ្រីនៅទីតាំងផ្ទះម៉ាក់យាយយកមកពីខេត្តមណ្ឌលគិរីផងដែរចាសូមអញ្ជើញមកយកបាទបងអែមលោតស្វិតហ្វ្រីទៀតបាទបងទាំងអស់គ្នាទ្រាំបានទេខ្ញុំបាទគាត់ទៅពុកម៉ែបងប្អូនទាំងអស់គ្នា scan QR code នៅខាងផ្ទះនាងខ្ញុំរួចរាល់ចាអាចអញ្ជើញចូលទៅធ្វើកិច្ចការនៅក្នុងផ្ទះរបស់នាងខ្ញុំបានហើយរកកិច្ចការក្នុងផ្ទះរបស់នាងខ្ញុំចាអាចបដូរជាបឺចាបាទកូនដំណាំផ្សេងផងដែរថាតាមួយបានហើយដល់ជុំចាមើលរំលងជាបង្កា